សូមអបអរសាទរផ្ដល់កម្លាំងចិត្តជូនដល់សวัสดีធារិកាមួយអ្វីដែលធ្វើឲ្យនាងខ្ញុំមានកម្លាំងចិត្តនិងកាន់តែក្លាហានរហូតមកដល់ពេលនេះគឺជាភាពជោគជ័យដែលបានមកពីការគាំទ្ររបស់ទស្សនិកជនកន្លងមកអ្វីដែលនាងខ្ញុំចងចាំមិនភ្លេចគឺនៅក្នុងវគ្គក្រេនម៉ាដែលនាងខ្ញុំមានចិត្តរំភើបដោយសារតែនាងខ្ញុំបានលើកបទចម្រៀងមួយបទដែលមានចំណងជើងថាគឺបទសង្សារ2500ដែលធ្វើឲ្យទស្សនិកជនបានស្គាល់រូបនាងខ្ញុំរហូតមកដល់ពេលនេះជាពិសេសគឺនៅពេលដែលនាងខ្ញុំបានទទួលនៅលទ្ធផលឈានមកដល់វគ្គ live show នេះគឺបងគណៈកម្មការគឺគាត់បានធ្វើឲ្យនាងខ្ញុំរំភើបដល់នាងខ្ញុំមិននឹកស្មានថានាងខ្ញុំអាចឆ្លងមកដល់វគ្គ live show នេះនៅពេលដែលនាងខ្ញុំឈានមកដល់វគ្គ live show នេះគឺនាងខ្ញុំជួបនៅផលវិបាកមួយដែលផលវិបាកនោះគឺនាងខ្ញុំត្រូវច្រៀងនៅបទចម្រៀងមួយបទដែលជាប្រភេទបទយីកេដែលនាងខ្ញុំមិនធ្លាប់ច្រៀងពីមុនមកទោះបីជាយ៉ាងណាក៏ដោយក៏នាងខ្ញុំត្រូវតែខិតខំប្រឹងប្រែងច្រៀងនៅបទចម្រៀងដែលកម្មវិធីតម្រូវឲ្យបានល្អមកដល់សប្តាហ៍ទី7នេះគឺកម្មវិធីបានតម្រូវឲ្យរូបនាងខ្ញុំច្រៀងនៅបទចម្រៀង2បទជាប់គ្នាសម្រាប់បទចម្រៀង2បទនេះប្រភេទបទទី1គឺជាបទបែបមនោសញ្ចេតនាមានភាពស្រងូតស្រងាត់សម្រាប់បទទី2គឺបែបកន្ត្រាក់អារម្មណ៍សប្បាយរីករាយនាងខ្ញុំនឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅតែគាំទ្របន្តការបោះឆ្នោតដល់រូបនាងខ្ញុំសวัสดีធារិកាដែលមានលេខសម្គាល់លេខ1 Cambodia Idol អ្នកហើយ show សប្តាហ៍ទី7បងទៅបាន
គុណនាងខ្ញុំស្វាគមន៍ទីការនៅក្នុងថ្ងៃនេះមានអារម្មណ៍រំភើបនិងសប្បាយរីកមែនទែនដែលបានលើកស្នូតែដៃដ៏ច្រើនកកបែបនេះហើយក៏អរគុណទៅដល់បងប្អូនទស្សនិកជនដែលនៅទីនេះក៏ដូចជានៅតាមគេថាដែលអញ្ជើញមកទស្សនានៅទីនេះផ្ទាល់រីករាយជាមួយនឹងខ្ញុំមួយបទទៀតដូចតទៅមានដាក់អីគុយណានេះសលេងបាទមិនដែរធារិកាហត់អីហត់បងតែឃើញរាំកន្លែងដឹបអ៊ុយធ្វើមិនដៃមិនខ្លែងចាចេះបាយស្ទាយពីបងកញ្ញាទេណាតែជាងហេតុអីបានមានដៃអញ្ចឹងខ្ញុំមួយនិមលនៅខាងក្រោយហាក់ជាមានដៃចឹងទៀតខ្លាយកញ្ញាឥឡូវសុំរាំតែអត់ភ្លេងណាច្រៀងអញ្ចឹងធ្វើដៃហ្នឹងកាយវិការដដែលណា1 2 3វាលឺតែដឹបអ៊ុយតិចអត់ខ្លាយបែបនេះវាដឹបអ៊ុយដឹងអីវាដឹបអ៊ុយអរគុណច្រើនបងអរគុណច្រើនអបសាទរមួយអូពិសេសមែនតើនាងតូចនៅក្នុងសប្តាហ៍នេះធ្វើឲ្យទស្សនិកជនញញឹមគ្រប់គ្នាតែម្ដងត្រូវហើយបើនិយាយអំពីថ្ងៃនេះសូមសរសើរណាស្អាតប្លែកបាទសប្តាហ៍ទី7នេះមើលទៅក៏ដឹបអ៊ុយហ្មងអរគុណណាអេរីកាបាទឥឡូវចង់ស្ដាប់យោបល់ពីគណៈកម្មការយើងវិញម្ដងបាទតើធារិកាច្រៀងដល់កម្រិតណាហើយថ្ងៃនេះអញ្ចឹងសូមអញ្ជើញលោកឈុនសវណ្ណរាជបាទផ្ដល់យោបល់ជូនបាទអរគុណបាទធារិកាគឺជាបេក្ខជនម្នាក់ដែលក្មេងជាងគេនៅក្នុងចំណោមបេក្ខជនទាំងអស់ហើយនៅសល់តែនារីម្នាក់ឯងនៅក្នុងចំណោមបេក្ខជនទាំង5រូបតាំងពីដើមមកធារិកាគឺជា idol នៅក្នុងដួងចិត្តបងចូលចិត្តធារិកាអត់ទេតាំងពីដើមមកខ្ញុំចូលចិត្តសមត្ថភាពរបស់គាត់បងអូនតែងតែធ្វើឲ្យបងក៏ដូចជាអ្នកគ្រប់គ្រងរបស់បងអូនអត់អស់សង្ឃឹមមែនទេបងមែនបាទមែនអត់ថ្ងៃនេះធារិកាធ្វើបានល្អមែនតើ
ឃើញថាភាពជឿជាក់របស់បងអូនការរៀបចំខ្លួនក៏ដូចជាកាយវិការស័ក្តិសមជាតារាចម្រៀងស័ក្តិសមជាកម្ពុជាតារាចម្រៀងមួយរូបនៅក្នុងឆាក Cambodia Idol នៅក្នុងជប់នេះជូនពរឲ្យបងជាប់ក្នុងជប់នេះ ចាអរគុណច្រើនឥឡូវនេះសូមអញ្ជើញលោកនុកម៉ាញ់រិទ្ធ គុណធីរិកាទាំងសមត្ថភាពទាំងអេរយាប័តនៅក្នុងការសម្ដែងគឺបងអូនស័ក្តិសមជាតារាចម្រៀងអាជីពដ៏ល្បីមួយរូបសម្រាប់បទចម្រៀងមួយបទនេះអរគុណបទចម្រៀងមួយបទហ្នឹងប្លែកសម្រាប់ខ្ញុំត្រង់ថាចេះបំបែកចេញពីបងកញ្ញាត្រង់អាមានចេះធ្វើឲ្យប្លែកនៅក្នុងបទចម្រៀងហ្នឹងជាភាពឆ្លាតវៃមួយសម្រាប់បេក្ខជនក៏ដូចជាសិល្បកររបស់យើងរាល់ការសម្ដែងយើងតែឲ្យមានភាពប្លែកខុសគ្នាពីមួយឆាកទៅមួយឆាកដូច្នេះនៅក្នុងថ្ងៃនេះសមត្ថភាពធីរិកាខ្ញុំជឿជាក់ថាមិនត្រឹមតែរូបខ្ញុំទេដែលចូលចិត្តរាជក៏ចូលចិត្តគណៈកម្មការទាំងអស់ក៏សិតតែសម្លឹងឃើញពីសមត្ថភាពដ៏ពិសេសរបស់បងអូនដូច្នេះជូនពរឲ្យធីរិកាជាប់ទៅកាន់វគ្គបន្តទៀត អរគុណឥឡូវនេះបន្តបាទសូមអញ្ជើញបាទកញ្ញាអោសគុណកញ្ញាបាទផ្ដល់យោបល់ជូន អរគុណធីរិកាដែលបានបង្កើតនូវភាពសប្បាយរីករាយនៅក្នុងរាត្រីនេះហើយជាពិសេសគឺទាំងកាយវិការទាំងការបកស្រាយចម្រៀងយើងបង្ហាញឲ្យទស្សនិកជនបានឃើញថាបងអូនពិតជាស័ក្តិសមជាបេក្ខជនមួយរូបនៅក្នុងកម្មវិធី Cambodian Idol វគ្គ Live Show សប្តាហ៍ទី 7 នេះហើយអ្វីត្បិតតែយើងជានារីតែម្នាក់មែនប៉ុន្តែយើងតែងតែបង្កើតនៅភាពបង្កើននៅសមត្ថភាពរបស់យើងកាន់តែខ្លាំងពូកែមិនចាញ់បងដែលជាប្រុសនោះទេណាគេថាយើងស្រីក៏យើងខ្លាំងក៏យើងអាចបកកាយយើងអាចបកស្រាយនៅបទចម្រៀងឲ្យទស្សនិកជនគាំទ្រនិងចូលចិត្តបងអូនហើយចាស់ដូចខ្ញុំដែរចាបើធម្មតាយើងមានស្រីតែម្នាក់ឯងមិនមែនយើងល្ងាគឺយើងសប្បាយចិត្តក្នុងការខិតខំប្រឹងប្រែងធ្វើឲ្យខ្លួនឯងកាន់តែខ្លាំងពូកែជូនពរឲ្យបងអូនទទួលបានភាពជោគជ័យ ចាអរគុណច្រើនឥឡូវនេះយើងចង់ដឹងមតិពីគណៈកម្មការរបស់យើងលោកព្រាបសវត្ថយល់ឃើញយ៉ាងណាដែរជាមួយនឹងសមត្ថភាពនាងតូចនៅក្នុងថ្ងៃនេះចា សួរបងអូនតិចកន្លែងណាអាដឹបអ៊ុយនោះមើលចង្អុលឲ្យចំមើលកន្លែងណាដឹបអ៊ុយអរគុណណាស់ហើយមកពីផលិតកម្មណាដែរបាទមកពីផលិតកម្មណាបងផលិតកម្ម Cambodian Idol អរគុណណាស់បងអូនស័ក្តិសមមែនតើទាំងបទស្លូទាំងបទញាក់កាយវិការគឺស័ក្តិសមជូនពរឲ្យបងអូនទទួលជ័យលាភីនៅក្នុងអាទិត្យនេះ បាទអរគុណបាទខាងមើលធីរិកាដឹបអ៊ុយឡើយណាមិញហ្នឹង មិនទ្រូងចាដល់ពេលអំបល់ ដឹបអ៊ុយខុសពីធីរិកាបន្តិចប្រហែលបានទៀតណាឃើញទេអរគុណណាធីរិកាឥឡូវនេះសូមអបអរសាទរម្ដងទៀតជូនដល់សវត្ថីធីរិកា ចាប្រិយមិត្តទូរទស្សនិកជនសវត្ថីធីរិកាគឺជាបេក្ខនារីតែមួយគត់នៅក្នុងកម្មវិធី Cambodian Idol វគ្គ Live Show សប្តាហ៍ទី 7 ដូច្នេះប្រសិនបើពេញចិត្តនៅទឹកដមសម្លេងរបស់គាត់លេខកូដសម្គាល់ខ្លួនរបស់គាត់គឺលេខ 1 ប្រិយមិត្តទូរទស្សនិកជននៅក្នុងពេលនេះយើងនៅសល់តែបេក្ខជនមួយរូបទៀតតែប៉ុណ្ណោះដែលត្រូវបង្ហាញនៅសមត្ថភាព